បាទជម្រាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមនាំបងប្អូនតោះទៅស្វែងយល់បន្ថែមតងជាមួយនឹងមេរៀនប្រកបទៀតនៅក្នុងកម្មវិធីស្កាប់សម្រាប់សប្តាហ៍នេះយើងនឹងបញ្ចប់សម្រាប់ប្រព័ន្ធមួយ bit tool ណាបាទហើយយើងនឹងចាប់ផ្ដើមបកទៅរក tool ដែលយើងប្រើប្រាស់សម្រាប់ស្ដាប់មួយចំនួនអ្នកនៅដំបូងណាបាទតោះឥឡូវខ្ញុំសូមលើកយកចំណុចពិសេសដែលវាមានប្រយោជន៍សម្រាប់បងប្អូនយកទៅប្រើប្រាស់ពីយើងបង្ហាញនៅចំនួនចំណុចណាខ្លះដែលយើងស្មុគស្មាញហើយធ្វើឲ្យខាត់ពេលបាទអញ្ចឹងខ្ញុំសូមលើកយកចំណុចបន្ថែមទៀតនៅលើ1001 bit ដែលបងប្អូនប្រើជាប្រចាំបាទតោះជើថ្ងៃមុនខ្ញុំបានបង្ហាញតាក់ទងជាមួយនឹង device ការដាក់ point device ហើយនឹងការ align selection MT ហ្នឹងរហូតដល់ចំណុចនេះអញ្ចឹងកន្លែងនេះខ្ញុំគិតថាវាអត់សូវជាចាំបាច់ប៉ុន្មានទេខ្ញុំសូមបកទៅរកចំណុចដែលបងប្អូនប្រើប្រាស់ជាប្រចាំបាទអញ្ចឹងចំណុចនេះអញ្ចឹង create array for group create array of group or component បាទកន្លែងនេះគឺចង់មានន័យថាបងប្អូនចង់ធ្វើជាការតម្រៀបន័យថាតម្រៀបជាត្រង់បើសិនជាឧបមាថាបងប្អូន copy អញ្ចឹងណាលើឧបមាថាបងប្អូន copy បងប្អូនទាញហ្នឹងមកទាញហើយយើងប្រើ control មកវា load បានហើយអញ្ចឹងឧបមាថាបងប្អូនដាក់ចម្លៀតប៉ុន្មានជើងខ្ញុំដាក់ 4000 បានប៉ុណ្្នឹងហើយខ្ញុំចង់ដាក់10អាហ្នឹងក៏ស្តៀង array ដែរប៉ុន្តែវាជាការ copy ទេវាជាការ copy វាខុសត្រង់ថាបើសិនជាឧបមាថាខ្ញុំមានប្រវែងបែបនេះប្រវែង line បែបនេះហើយខ្ញុំឡាយទៅយកទៅគុណហើយយកមកចែកហើយយកគម្លាតយកមកចែកដើម្បីរកបរិមាណអត់ទេបាទឥឡូវបងប្អូនប្រើតាមខ្ញុំវិញយើងថយក្រោយបន្តិចយើងប្រើគ្រប់ឬក៏ component បែបនេះហើយបន្ទាប់មកយើងប្រើ array ពេលដែលយើងคลิกចូល array កន្លែងនេះបងប្អូនណាចូលកន្លែងនេះមក linear array នេះវាអាចចេញជាតារាងមួយបែបនេះនៅពេលដែលយើងចេញជាតារាងមួយបែបនេះមានន័យថាកន្លែងនេះកន្លែងទី1នេះមានន័យថា number បាទ number គឺចំនួននៃបង្គោលដែលយើងចង់ពង្រៀបវាអញ្ចឹងយើងអាចខ្ញុំដាក់15ចាបើខ្ញុំដាក់15ចំនួន15ខ្ញុំដាក់លើបន្ទាត់ដែលខ្ញុំមានទេណាទី1ទី2កម្លាតខ្ញុំអត់ដាក់ទេដោយសារខ្ញុំមានបន្ទាត់ប្រវែងដែលវាមានស្រាប់ខ្ញុំអត់បានវាស់ទេដូចមិនបានទេណាខ្ញុំអត់យកប្រវែងណាកម្លាតណាទេខ្ញុំដាក់0ហើយຂະຫນាតរបស់យើងមានຂະຫນាត0ទាំងអស់អញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមនេះខ្ញុំចាប់ផ្ដើមតម្រៀបវាមក build array នេះបាទคลิกលើវាមកយើងចាប់ចំណុច1នេះចាប់ចំណុចទីនេះ1ហើយយើងទាញមកចាប់ចំណុចចាប់ផ្ដើម1រួចយើងចាប់ទាញដល់ចំណុចចាប់ផ្ដើម2នេះអញ្ចឹងន័យថាការតម្រៀប array នេះគឺយើងតម្រៀបប្រវែងនេះយើងអត់ដឹងទេប៉ុន្តែយើងចង់បានឲ្យវាចំនួន15អញ្ចឹងណាបាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15អញ្ចឹងណាអញ្ចឹងករណីដែលបងប្អូនមានប្រវែងផ្សេងប្រហែលថានៅខ្ញុំថយមិនថាខ្ញុំមានប្រវែងចេះអញ្ចឹងណាឥឡូវខ្ញុំចង់តម្រៀបខ្ញុំយកវាមកឥឡូវយើង select លើវាសិន select លើវាមកខ្ញុំលើ15ដូចគ្នាណាអញ្ចឹងខ្ញុំដាក់មកចាប់ចំណុចទី1ចំណុចទី1នេះចាប់ចំណុចទី2ទី3អញ្ចឹងទៅប៉ុន្តែអានេះយើងត្រូវយក reach វាសិនអញ្ចឹងប្រវែងនេះវាបញ្ជាក់ឲ្យយើងថាគឺយើងប្រើសម្រាប់តែ linear ទេ linear នេះគឺមានន័យថាសម្រាប់បន្ទាត់ដែលត្រង់អញ្ចឹងណាបាទប៉ុន្តែបើសិនជាវាទៅជាកែងអញ្ចឹងន័យថាវា connect តគ្នាវាភ្ជាប់តបាទតោះអញ្ចឹងចំណុចមួយទៀតតកតងជាមួយនឹងការ create two dimensional array អញ្ចឹងដូចប្រហែលថាបងប្អូនមានគូផ្ទះល្វែងប្រហែលថាខ្ញុំរៀបជា line បែបនេះខ្ញុំចង់ដាក់សសរ4ជួរហើយខាងនេះ4ជួរដែរអញ្ចឹងណាប៉ុន្តែខ្ញុំ copy ដាក់មួយពីមុនណាតែឥឡូវខ្ញុំអត់ copy អញ្ចឹងទេខ្ញុំប្រើនេះវិញខ្ញុំប្រើនេះខ្ញុំ select អានេះមួយខ្ញុំ select លើ create អានេះមក
តមកវាចេញជាតារាងមួយបែបនេះតារាងបែបនេះខ្ញុំសូមបង្ហាញបន្តិចតារាងបែបនេះគឺវាមានបញ្ជាក់ original object ទីមួយយើងមាន original មួយហើយបើអត់មានទេបងប្អូនត្រូវគូសិនការគូនឹងវាកើតជាគ្រប់ឬ component ទុកស្រាប់ក៏បានយើងចង់គូឲ្យចេញជារឿងអក្សរក៏បានដែរទី2តកតងជាមួយនឹងរូប3ជួរនេះគឺចង់មានន័យថាយើងចង់ដាក់កម្រិតពីណាណាអញ្ចឹង column axis ហើយនឹង column row axis អញ្ចឹងជួរបដោយជួរទទឹងបាទហើយ reference របស់វានេះចំណុចចាប់ដើមមួយអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំចង់ដាក់កម្រិតអក្សរពីមួយទៅមួយខ្ញុំដាក់4000ហើយជួរវាខ្ញុំដាក់កម្រិត4000ដែរហើយចំនួនអក្សរមួយជួរខ្ញុំដាក់44អញ្ចឹងណាបាទបានប៉ុណ្្នឹងហើយឥឡូវខ្ញុំដើម្បីងាយស្រួលខ្ញុំគូអានេះឲ្យចំចំណុចកណ្ដាលសិនអូខេខ្ញុំចូលកន្លែងនេះវិញខ្ញុំចាប់ប៉ុណ្្នឹងហើយខ្ញុំអូខេណាអញ្ចឹងខ្ញុំចាប់ចំណុចចាប់ដើមមួយហើយខ្ញុំចាប់ចំណុចនេះទៅអញ្ចឹងមួយហើយខ្ញុំទៅជ្រុងនេះបងប្អូនឃើញទេបាទអានេះគឺជាជួរសសរនៃ4ជួរ4ដើមអញ្ចឹងណានេះ4 1 2 3 4 1 2 3 4ហ្នឹងគឺតកតងជាមួយនឹងការតម្រៀបផងឧបមាបងប្អូនគូផ្ទះល្វែងលើកឧបមាថាបងប្អូនគូផ្ទះល្វែងខ្ញុំថយវិញគូផ្ទះល្វែងខ្ញុំដាក់2បានដែរអញ្ចឹងណានេះខ្ញុំដាក់ដាក់4អញ្ចឹងទៅហើយអានេះចំនួនសសរអានេះចំនួនជួរអញ្ចឹងខ្ញុំដាក់2ហើយសសរដាក់4ដែរទីយើងចាប់ដើមមកហើយទាញចំណុច1ហើយយើងចាប់ចំណុច1ហើយយើងចាប់ចំណុច1នេះគឺជាចំនួនកន្លងនៃ4ម៉ែត្រហើយសសរ4ហើយ2ជួរបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់កន្លែងនេះអញ្ចឹងខ្ញុំសូមទៅបន្តទៀតតកតងជាមួយនឹង array of group ក្នុងករណីនេះគឺចង់មានន័យថាយើងធ្វើឧបមាថាបងប្អូនធ្វើជាចដាឡើងឬក៏បងប្អូនធ្វើជា pattern នៃការ decor ផ្សេងៗបងប្អូនអាចប្រើនេះបានឥឡូវខ្ញុំឧបមាថាខ្ញុំមាននេះជាកម្មចដាដែលយើងធ្វើឲ្យវាវិលជុំវិញចដាវាទៅលើណាវាជុំវិញឧបមាថាខ្ញុំមានរូបនេះមួយខ្ញុំមានចដាជុំវិញហ្នឹងទៅអត់ចង់ដាក់ពីកម្មជាបែបទេនេះចង់នេះទេនេះហ្នឹងខ្ញុំអញ្ចឹងស្រួលយល់បាទអត់មានចេញជាដើរបែបនេះទេអញ្ចឹងខ្ញុំមាននេះហើយខ្ញុំ select លើនេះមួយតមកខ្ញុំចូលលើវារើសយកវាមកវាចេញឲ្យនេះពេលដែលវាចេញជាតារាងបែបនេះឲ្យគឺមានន័យថាអានេះគឺមានន័យថានេះតើរង្វិលរបស់យើងចង់ឲ្យវាវិលជុំវិញឬក៏យើងឲ្យវាវិលត្រឹមតែពាក់កណ្ដាលឥឡូវខ្ញុំឧបមាថាខ្ញុំយក360មានន័យថាវាឲ្យវាវិលជុំវិញកណ្ដាលហាស់នេះខាងនេះទី1ទី2ចំនួនកម្មខ្ញុំយក10แล้วខ្ញុំយក10បន្ទាប់មកកម្ពស់ដោយសារកម្មរបស់នេះខ្ញុំគូនេះកម្រាស់វា175អញ្ចឹងខ្ញុំយក1750 10ហ្នឹងណាបាទហើយខ្ញុំចាប់ដើមគឺចាប់ចំណុចទី1ហើយយើងទាញទៅលើមកចាប់ហើយប្រហែលជាជាប់តែថ្មីណានេះបាទប៉ុណ្ណេះមកចាប់ដើមនេះបងប្អូនឃើញទេបាទអញ្ចឹងមានន័យថាម៉េចមានន័យថាចំនួនកម្មវាតិចហើយយើងដាក់មុំវាច្រើនអញ្ចឹងបើសិនជាឧបមាថាយើងដាក់មុំតិចជាងនេះមកថាខ្ញុំដាក់មុំ45ណាខ្ញុំចាប់ផ្ដើមចំណុច1អូចាប់ផ្ដើមចំណុច1នេះបាទអញ្ចឹងបានត្រឹមតែ45តែយើងអាចដាក់90អីទៅវាទៅតាមហ្នឹងណាអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបន្ថែមទៀតទៅលើចំណុចទាក់ទងនឹងការគូរអញ្ចឹងពុះសាច់នឹងដល់វាជាដើមអរគុណ